ពីមុនលើការកាត់ពីមុនរួយវែងនេះឥឡូវលូតបានកន្លះម៉ែត្រហើយធំលឿនលេចក្បាលបាត់ហើយធំលឿនមែនដើមនេះកំពុងគិតថាដើមកខប់ហ្នឹងដាំស្រួលធំលឿនដើមនេះធំលឿនដូចកខប់ដែរនេះតែអានេះអាយុវែងជាងអានេះដើមធំខ្ពស់ហ្នឹងពួកប្រភេទនេះនោះកាត់ត្រួយជាមួយគ្នាអានេះកាត់ត្រួយជាមួយគ្នានេះបើអត់កាត់ទេវាទៅត្រង់មកដើមឡើងទៅលើចឹងឥឡូវយើងកាត់ដូចគ្នាលូនលឿនតែមើលធំស្មើគ្នាទាំងអស់ស្លឹកស្លឹកក្រោមមិនទាន់ជ្រក់ហើយខានស្រោចទឹកឲ្យជីមានណាជីខានស្រោចទឹកវាស្លឹកឡើងក្រហមអានេះឡើងស្វិតអស់នេះក្តៅគ្នាក៏ស្រោចទឹកបានមិនអានេះដើមធំអញ្ចឹងទៅរឹសវាវែងប្រភេទដើមធំឬវាវែងទៅវាអាចស៊ូបានវាធន់វាអាចចាប់បានជ្រៅអញ្ចឹងទៅវាស្រូបជាតិទឹកបានអត់អីពួកទុយនេះដាក់មកលងស្វិតមកក្រូចនេះនៅតែល្អដដែលក្រូចអានេះក៏មុនបោះគល់ចោលឥឡូវដោះធំអានេះឡើងល្អធំទៀតស្លឹកវាញែកគ្នាស្អាតចេញបានកូន3មកទៀតហើយនេះតែប៉ុណ្ណេះយកទៅដាំទៅណាអស់នេះត្រឹមមកដាំក្នុងផ្ទះនេះ